tha nhom nó nhai song xa bia hay tập nhưng mà toàn ăn vậy hay pho vẽ bia phong đi cho mó kia kia nó pra sam lại sập hay nhom bị slot nhom bị slot bồng nhom bị slot hay nam mới nhom toàn vậy hay pho lấy phong quay vô rồi quay vào đội không kêu này vào đội này kêu này mà chỉ riêng mong nơi bà này bia viện xa khắc phong bồng viện song xa kế bồ kia ở đây tập dương phong pe nhom tây tới đó cái tha mày máy con nuôi bà hay ban nhom tại nó như vậy từ xa mày cọt bà hay pe đây có tha mày máy con nuôi nó coi nhưng mà đừng tha song xa và pum mạng này hay nhưng mà đây ban chụp một cái này tai tập pe nhom từ vô ôn pro mày nè tập pe chi từ vô quát nó tậpปรับละคนนี้โอเคนั่งสตัดดาวสตัดเป็นล่วงสตัดบอสซ้ำเลยสำหรับยืมเรามูลให้ได้จังสำหรับอะไรบ้างรวมยอดดังได้บ้างคนตากาแต่ยังโยโก้นั่งมันได้อัดดังจังมันได้อัดดังยังชี้tớiยังไม่ดังบ้างcho lạiมูลให้ได้บ้างไอ้ดังhai thà rương để saoแต่บ้างไงsang xa kì nhom nhai mình đã năng cái têยังจะชัวร์บ่โหtay nhom mình banจะชัวร์เกตnhom banจะชัวร์เกตบ้างscore les score flop chuột mục chuột ấy mình đãได้ใบเตยไงnày อยู่รวมยังได้เคยมุกเตะบ้างได้เคยมุกเตะบ้านบ้างสำหรับអ្នកមានបញ្ហាសុខភាពដូចជាលើចិត្តស្គរលើចិត្តខ្លាញ់លើចិត្តអាស៊ីតឬក៏លើឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចប្រួយតាមសាច់ដុំចង្ហាយបាត់ជើងចង្កៀងបាត់ជើងពិបាកក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងអ្នកញាគ្រប់នឹងជំរាបសួរប្រិមត្តទស្សនិកជនជាទីគោរពឥឡូវមានរឿងមួយទៀតហើយគឺបងប្រុសម្នាក់ដែលភ្នែកខៀវមកចំហៀងនេះបងប្អូនបានឃើញគាត់ហើយគឺគាត់ខៀវដោយសារតែត្រូវបានសង្សារគេវាយដោយសារតែគាត់បានទេទូរស័ព្ទតំណតំណងជាមួយសង្សារគេដោយសារតែគាត់អត់ដឹងបាទដោយសារគាត់អត់ដឹងក៏ត្រូវបានសង្សាររបស់គេនឹងមកវាយគាត់បណ្ដាលឲ្យរងរបួសខៀវមុខខៀវមាត់ទ្រោមខ្លួនបាទដោយសារតែត្រូវបានសង្សារគេវាយហ្នឹងគឺជើងមិនដឹងប៉ុន្មានជើងទេតែឥឡូវនេះគាត់បានទៅដាក់ពាក្យបណ្ដឹងដែរអ្វីដែលគាត់ឈឺចាប់នោះគឺគាត់អត់ដឹងរឿងអីទៅសោះដោយសារតែខាងស្រីនឹងបានកុហកប្រាប់គាត់ថាអត់មានតំណតំណងអត់មានអីទេគ្រាន់តែជានារីដែលមានកូនមួយបាទបានន័យថាមិនម៉ាយណាអញ្ចឹងឥឡូវយើងចង់ដឹងរឿងស៊ីជម្រៅយ៉ាងណាដែលធ្វើឲ្យគាត់ខៀវភ្នែកដែលធ្វើឲ្យគាត់កើតទុកមិនសុខចិត្តមកសុំឲ្យខ្ញុំផ្សព្វផ្សាយនេះពីព្រោះឈឺចាប់ដោយសារគេវាយបាទដោយសារតែញ៉ែសង្សារគេអត់ដឹងបាទអត់ដឹងខ្លួនទេញ៉ែគ្នាមករយៈហើយស្រាប់តែសង្សារគេចេញមុខមកវាយគាត់យកតែម្ដងឥឡូវយើងចង់ដឹងថាយ៉ាងម៉េចយើងមកជួបគាត់ទាំងអស់គ្នាបងខៀវភ្នែកហ្នឹងដោយសារសង្សារគេវាយឬមួយក៏ដោយសារអីផ្សេងមកពិចារណាច្បាស់ឲ្យមហាជនបានដឹងបាទរวมខ្ញុំអត់ដឹងរឿងនេះដែរគាត់ថាពាក្យសង្សារគេបូគេអត់ដែរប្រាប់យើងផងពេលយើងទៅហ្នឹងគេថាមួយម៉ាយកូនមួយបាទហើយបានខ្ញុំតែអ្នកតំណងនិយាយទូរស័ព្ទឲ្យគាត់បាទហើយពេលដែលគាត់ថាមួយម៉ាយកូនមួយហ្នឹងក៏ខ្ញុំមិនដឹងថាសង្សារបាពូម៉ាក់ដែរបាទហើយខ្ញុំអត់ដែរបានជួបមុខគ្នាទេតែពេលខ្ញុំទៅយកប្អូនប្រុសម្នាក់តែពេលទៅជីទៅយកគាត់ហ្នឹងប្រាប់តាគ្នាគេហ្នឹងសិតតែដាវសិតតែបំនួងសិតតែរបស់សម្ភារៈសម្រាប់យើងម្ដងមូលហេតុអីដែលចង់សម្លាប់បងឯងបងរวมខ្ញុំអត់ដឹងដែរបងគាត់ថាការដែលខ្ញុំទៅយកប្អូនហ្នឹងមនុស្សដែលអត់ដឹងចឹងមនុស្សដែលអត់ដឹងយើងជីទៅយើងមិនដឹងបងចុះឥឡូវមូលហេតុដែលបងឯងដឹងហើយថារឿងដោយសារតែបងឯងញ៉ៃសង្សារគេខ្ញុំញ៉ែម្នាក់ហ្នឹងគេទេយើងទៅជួបរហូតតែខ្ញុំអត់មានបានទៅជួបគេទេខ្ញុំបានទៅជួបគេទេបងអត់បានស្គាល់ទេស្គាល់ធ្លាប់ជួបមុខជួបអីហ៎ម្នាក់ដែលវាយទេញ៉ៃហ្នឹងរวมខ្ញុំអត់ដែរឃើញមុខទេបងអត់ដែរឃើញមុខទេបាទបងបាទហើយយ៉ាងម៉េចបានគេវាយហ្នឹងគេស្គាល់បងឯងដោយសារអីអ្នកដែលមកវាយហ្នឹងត្រូវជាអីនឹងវាយដែររวมម្នាក់បុគ្គលដែលវាយខ្ញុំហ្នឹងជាមិត្តភក្តិនៅក្នុងភូមិតែមួយគ្នាទេបងអូជាអ្នកមិត្តភក្តិស្គាល់គ្នាទៀតបាទបងចឹងបានន័យថាបងឯងញ៉ៃចំប៉ះសង្សាររបស់មិត្តភក្តិក្នុងភូមិទៀតបាទបងបាទតែបងម្នាក់ស្រីហ្នឹងគេអត់ប្រាប់យើងទេព្រោះទូរស័ព្ទហ្នឹងខ្ញុំទិញពីពូម៉ាក់ខ្ញុំហ្នឹងវាអត់មាន Facebook អត់មានអីទាំងអស់វាអត់មាន Play Store តែពេលបាទវាអត់មានចឹងបានន័យថាតំណតំណគ្នាតាមទូរស័ព្ទបាទបងបាទតាមលេខទូរស័ព្ទបាទបងបាទតំណជាមួយគេបានខែបានថ្ងៃអីរวมរយៈពេល2ថ្ងៃទេបង2ថ្ងៃបាទបងបាទតាក់តងគ្នាបាន2ថ្ងៃគេមកវាយគៀវភ្នែកបណ្ដោយសង្សារគេមកវាយគៀវភ្នែកបណ្ដោយបាទបងបាទយាយហើយមិនវាយធម្មតាទេបងយើងទៅហ្នឹងខាងប្រុសហ្នឹងគាត់ដឹងសម្លេងបងខ្ញុំហើយគាត់ស្គាល់បងខ្ញុំច្បាស់ទៀតប៉ុន្តែខាងប្រុសហ្នឹងគាត់ប្រាប់ម្នាក់ស្រីហ្នឹងថាបាច់ប្រាប់ទេបាច់ប្រាប់ថាគាត់ហ្នឹងសង្សាររបស់ម្នាក់ប្រុសដែលចូលដៃដល់វាយបងខ្ញុំហ្នឹងគាត់ឲ្យប្រាប់ទេគាត់ឲ្យប្រាប់គាត់ប្រាប់ម្នាក់ស្រីហ្នឹងឲ្យម្នាក់ស្រីណាត់ជួបបងខ្ញុំទៀតអូឲ្យណាត់ជួបមកវាយបណ្ដោយហ្នឹងហើយវាយយកបណ្ដោយហើយបើវាយមិនមនុស្សតិចទេបងមនុស្សគ្នាបាននេះអត់ណៃឃើញ10នាក់ប៉ុន្តែចូលវាយតែ2 3នាក់ឯង10នាក់ចូលវាយតែ2 3នាក់ទេចាបងវាយហ្នឹងផ្ដើមហេតុហ្នឹងគឺដោយសារតែរឿងញ៉ៃសង្សាររបស់គេខ្ញុំមិនដឹងដែរប៉ុន្តែគាត់ថាបងខ្ញុំគាត់ទិញទូរស័ព្ទពីបងប្រុសហ្នឹងហើយបងប្រុសហ្នឹងមិត្តភក្តិគ្នាហ្នឹងមិត្តភក្តិគ្នាចិត្តដឹងបានន័យថាផ្ដើមរឿងចេញពីបងឯងទេទិញទូរស័ព្ទពីមិត្តភក្តិដែលមកវាយបងឯងហ្នឹងទេអញ្ចឹងបានន័យថាលេខទូរស័ព្ទហ្នឹងគឺតំណតំណងជាមួយនឹងសង្សាររបស់ម្ចាស់ទូរស័ព្ទដែលត្រូវជាមិត្តភក្តិបងឯងអូក្នុងហេតុការណ៍ហ្នឹងខ្ញុំអត់បានជួបមុខម្នាក់ស្រីហ្នឹងទេយល់បានតែការនិយាយទូរស័ព្ទហើយនៅពេលដែលវាយបងឯងគេនិយាយថាមិនខ្លះបងពេលវាយហ្នឹងវាយចាំទេបងយល់ពេលហ្នឹងងឹតបងយើងមិនអាចនិយាយបានទេមានទាំងចាំរៃមានទាំងស្អីទាំងអស់ព្រោះយើងនិយាយរត់តែនិយាយរត់វាទៅវាយទៀតយើងអត់បាននិយាយទាំងអស់ដូចរបៀបថាតែចូលមកគ្នា10នាក់វាយតែ2 3នាក់ទេយល់រួមគ្នា3 4នាក់ហ្នឹង3នាក់ដែលវាយហ្នឹងប្រើតែដៃទេប្រើតែដៃទេណោះបាទហើយមក4 5នាក់ទៀតហ្នឹងសិតតែដាវសិតតែបំនួងបំនួងហូតបានហ្នឹងមកទល់ពេលនេះវាយបានទៅដាក់ពាក្យបណ្ដឹងដែរបងយល់រួមខ្ញុំដាក់ពាក្យបណ្ដឹងនៅខណ្ឌកាត់បៃសបងក៏ហៅបានទេចាភ្នែកខៀវហ្នឹងដោយសារគេវាយណាបាទដោយសារតែគេវាយមែនទេភ្នែកខៀវហ្នឹងភ្នែកហ្នឹងគេវាយបងគេវាយតែដល់ពេលគេវាយហ្នឹងគេខ្ញុំដួលហើយតែគេរកកាប់ទៀតតែបងអូនគេឈ្មោះខ្ញុំហ្នឹងបាទគេខាត់គេខាត់បាទគេខាត់
មានអ្នកឈ្មោះខ្ញុំច្រើន បាយឈ្មោះអីបង បាទខ្ញុំឈ្មោះហុលលោកជាបង ចឹងរឿងផ្ដើមរឿងហ្នឹងដោយសារតែរឿងទិញទូរស័ព្ទរបស់មិត្តភ័ក្តិហើយទិញទូរស័ព្ទរបស់មិត្តភ័ក្តិហ្នឹងគឺទូរស័ព្ទហ្នឹងមានលេខតំណងមួយខាងស្រីក៏អត់ដឹងថាខាងស្រីហ្នឹងយ៉ាងម៉េចទេបានន័យថាគាត់ទេញ៉ែគ្នា2ថ្ងៃណាទេញ៉ែគ្នា2ថ្ងៃក៏ស្រាប់តែខាងម្ចាស់ទូរស័ព្ទហ្នឹងត្រូវជាមិត្តភ័ក្តិហើយក៏ត្រូវជាសង្សាររបស់ខាងស្រីហ្នឹងក៏ខឹងក៏មកវាយគាត់ដោយសារតែគាត់ហ្នឹងបានញ៉ែសង្សាររបស់ម្ចាស់ទូរស័ព្ទហ្នឹងនេះជាអ្វីដែលគាត់និយាយប្រាប់ណាពេលដែលវាយហ្នឹងមានបាននិយាយភាសាសម្ដីអីខ្លះឲ្យអូនឯងនៅកន្លែងកាត់ហេតុ ខ្ញុំអត់នៅកន្លែងកាត់ហើយបងពេលដែលកន្លែងកាត់ហើយហ្នឹងប៉ាខ្ញុំហើយខ្ញុំអីហ្នឹងគាត់ទៅផ្ទះខាងបងគាត់ដែលបង្កហេតុហ្នឹងបងទៅនិយាយម៉ាក់គាត់អីចឹងណាម៉ាក់គាត់ក៏ទេហៅម្នាក់ស្រីហ្នឹងមកប៉ុន្តែម្នាក់ប្រុសហ្នឹងគាត់អត់មកទេមកតែម្នាក់ស្រីហ្នឹងទេ ស្រីហ្នឹងមកថាម៉េចម្ នាក់ស្រីហ្នឹងមកគេថាចេះហ្នឹងគាត់ទេញ៉ាយខ្ញុំថាចេះបើហែងមានសង្សារហែងប្រាប់តែមួយម៉ាត់ទឹកមានតែគេទេញ៉ាយឯងទេប៉ុន្តែហែងក៏ប្រាប់ចុះប្រាប់ទៅអីបើប្រាប់ទៅ8ការបើប្តីបើសង្សារខ្ញុំប្រាប់ថាកុំឲ្យប្រាប់អីហ្នឹងចឹងហើយបានថាគាត់ត្រៀមកម្រងឲ្យចង់វាយបងខ្ញុំហីខ្ញុំចង់ថាមនុស្សស្គាល់គ្នាយើងអាចសម្រួលគ្នាបានបងអត់មានប្រើភាសាអំពើហិង្សាចឹងហីមិនមែនធម្មតាទេ ចឹងបានន័យថាគេប្រើជាលេសដើម្បីចង់វាយបងឯង ហ្នឹងហើយមិនមែនទេមកតែម្ដងហី អ្នកចង់វាយនឹងខាងស្រីហ្នឹងឈ្មោះអីប្រាប់ឈ្មោះមកអីបង រួមអត់ស្គាល់បងអ្នកស្រីខ្ញុំអត់ស្គាល់ទេ អត់ស្គាល់ទេអត់ស្គាល់ចេះញ៉ាយគេដែរមើលញ៉ាយយ៉ាងម៉េចមើល2ថ្ងៃហ្នឹងនិយាយមួយគ្នាយ៉ាងម៉េច សាប់ពីច្រើនយើងអត់ឃើញមុខយើងអត់ឃើញមាត់អីទាំងអស់បងយើងទេទៅអ្នកកណ្ដាលតាយើងសួរនាំគេរឿងថាគេមានសង្សារឬក៏អត់ចឹងបង បាទ តែពេលទេទៅគេថាអត់មានទេគេមួយម៉ាយកូនមួយ គេប្រាប់ចឹងហ្មង បាទបងបាទ ហើយគេប្រាប់ឈ្មោះអីអត់ ខ្ញុំអត់ស្គាល់ឈ្មោះគេទេ ញ៉ាយគេទាំងអត់ស្គាល់ឈ្មោះគេ 2ថ្ងៃបងរយៈពេល2ថ្ងៃ 2ថ្ងៃខៀវភ្នែកបដ ாய் ហើយខ្ញុំអត់ដឹងថាម្នាក់ស្រីហ្នឹងដឹងរបៀបថានិយាយរបៀបម៉េចឲ្យខាងប្រុសហ្នឹងគាត់វាយដល់អ្នកហ្នឹងហី បាទ ខ្ញុំអត់ដឹងថាគាត់និយាយរបៀបម៉េចទេបងខ្ញុំអត់ដឹងថានិយាយយើងអត់ដឹងថាគាត់នឹងនិយាយម្នាក់ប្រុសហ្នឹងប្រាប់ថាបងខ្ញុំញ៉ាយរបៀបម៉េចដល់ណាដល់ណីខ្ញុំអត់ដឹងទេប៉ុន្តែគ្រាន់ថាពេលដែលបងខ្ញុំទៅហ្នឹងម្នាក់ប្រុសហ្នឹងគឺគាត់នៅមួយគ្នាតែដល់ពេលហើយគ្រាន់តែលឺអញ្ចឹងគាត់ដឹងសលេងបងខ្ញុំច្បាស់ហើយគាត់អត់គួរធ្វើអញ្ចឹងហើយពេលខ្លះម្នាក់ស្រីហ្នឹងនិយាយច្បាស់ទៀតបងគាត់ថាស្គាល់បងខ្ញុំច្បាស់ប៉ុន្តែបងប្រុសខ្ញុំអត់ស្គាល់គាត់ទេអត់ស្គាល់ទេបង ចឹងឥឡូវថ្ងៃហ្នឹងមកសុំឲ្យខ្ញុំផ្សាយហ្នឹងបងមានអីជាការសំណូមពរព្រោះមើលទៅខៀវភ្នែកយ៉ាងក្រំទ្រូងហើយថាពេលដែលវាយទៅដួលហើយគេទាត់គេធាក់ ជារួមគេទាត់គេនេះច្រើនគាត់ខ្ញុំរងដៃដង្ហើមដៃឲ្យរងដៃ យ៉ាងហើមដៃអស់ ថា ហើយ មកនេះអត់ចង់មកទេមករបៀបថាអត់សុខចិត្តត្រង់ថាសមត្ថកិច្ចទាំងអស់គ្នាជួយ អន្តរាគមន៍ អន្តរាគមន៍របៀបថាភ្លាមៗចឹងទៅតន់គាត់អត់ទៅណាចឹងបងពេលទុកចឹងទៅបងខ្ញុំគាត់សះលបោះឲ្យចឹងទៅពេលឲ្យជនល្មើសហ្នឹងគាត់រត់ទៅណាបាត់ មានមុខអ្នកវាយហ្នឹងហ៎បងជាបំណងរបស់បងមកថ្ងៃនេះមកខ្ញុំមកពឹងឲ្យខ្ញុំជួយផ្សព្វផ្សាយនេះបងឲ្យមានអីជាការសំណូមពរព្រោះទី1ញ៉ែសង្សារគេអត់បាន2ថ្ងៃផងគេណាត់មកវាយយោតែម្ដងទាំងដែលយើងអត់ដឹងហើយយើងសួរព្យាយាមសួរគេថាគេមានសង្សារអីមានអី ជារួមពេលហ្នឹងគ្រាន់តែចូលមកហើយញ៉ាយសង្សារអញខ្ញុំតបានប្រាប់ហេតុផលគេផងគេវាយយោបណ្ដោយបង ចង់និយាយមកគេប្រាប់ថាម៉េចមកម្ដងទៀតមើល ជារួមពេលហ្នឹងពេលហ្នឹង ឲ្យចូលទៅជួបខាងស្រី គេថាខ្ញុំហ្នឹងញ៉ាយសង្សារវាហើយតែពេលខ្ញុំអត់តបាននិយាយហេតុផលប្រាប់វាផងវាចុះមកគ្នាគេហ្នឹងប្រាសិទ្ធសាមរៃសាប់អីយើងមិនស្លុត ហ្នឹងហើយ យើងវាស្លុតបងយើងវាស្លុតហើយណាមួយយើងមិនតនិយាយហេតុផលអីផងវាយយោបណ្ដោយបង វាយបណ្ដោយដាក់ពឹបខៀវភ្នែកបណ្ដោយនេះខៀវភ្នែកមកជារៀងបងប្អូនអើយបាទ អានេះវារឿងសះខ្លះផងបង ចង្កាត់ហើយតាំងថ្ងៃណា តាំងពីថ្ងៃ3បងថ្ងៃ3 ថ្ងៃ បាទថ្ងៃ 3ហើយត្រូវម៉ានដៃម៉ានជើងមានរាប់អីពេលហ្នឹង 3យើងរួមយើងរាប់មិនអស់ទេគ្នាច្រើនបង គ្នាច្រើន បាទបាទ បងហើយបងអានេះគេហៅថារងគ្រោះដោយសារតែមនុស្សស្រីទៀតហើយបាទកន្លែងណាដែលមាននារីស្រីស្អាតហ្នឹងគឺតែតែមានភ្នោអ្នកក្លាហានអញ្ចឹងដូចបងប្អូនបានដឹងអញ្ចឹងគាត់អត់ដឹងទេបានន័យថាគាត់អត់ដឹងរឿងហ្នឹងបានន័យថាគាត់ទៅញ៉ែប៉ះចំសង្សាររបស់គេដោយសារតែលេខទូរស័ព្ទតំណហ្នឹងគឺគាត់ទិញទូរស័ព្ទពីម្ចាស់ទូរស័ព្ទហ្នឹងគឺពេលដែលតំណចោលឡើងទៅក៏ដឹងថាពេលដែលគាត់ទៅជួបខាងស្រីហ្នឹងក៏ដឹងថាគាត់ញ៉ែប៉ះចំសង្សារគេក៏ធ្វើឲ្យគេខឹងវាយគាត់តែម្ដងក៏ប៉ុន្តែការប្រើប្រាស់អំពើហិង្សាការបកលរបួសស្នាមមកលើគាត់គឺវាជារឿងខុសច្បាប់អញ្ចឹងសមត្ថកិច្ចគាត់បានទៅដាក់ពាក្យបណ្ដឹងហើយគាត់ក៏សំណូមពរឲ្យសមត្ថកិច្ចធ្វើការអន្តរាគមន៍ជួយគាត់ផងដែរបាទរឿងរ៉ាវនេះបងប្អូនបានស្ដាប់ការរៀបរាប់របស់គាត់ហើយគឺគាត់អត់ដឹងរឿងអីទេដំបូងហ្នឹងគឺទេញ៉ែគ្នា2ថ្ងៃហ្នឹងគឺខាងស្រីហ្នឹងប្រាប់ថាអត់មានសង្សារទេគឺគាត់ជាមេម៉ាយកូនមួយបាទក៏ស្រាប់តែទៅជួបស្រាប់តែលេចមុខសង្សារមកវាយយោតែម្ដងគាត់អត់ទាន់បានទាំងបកស្រាយអីបងគេវាយឡើងខៀវភ្នែកទាំងទ្រោមខ្លួនអស់ហើយគាត់ថាមានដបងមានដាវមានអីចឹងទៅគាត់ភ័យយ៉ាងស្លុតអស់ហើយបាទនេះគឺជារឿងរ៉ាវដែលគាត់សំណូមពរឲ្យខ្ញុំជួយផ្សព្វផ្សាយដោយសារតែការទុកមិនសុខចិត្តព្រោះអត់មានបានអីហើយត្រូវបានគេវាយទៀតបាទ2ថ្ងៃសោះខៀវភ្នែកបាទទ្រោមខ្លួនបាទឡើងទ្រោមខ្លួនលឿនបាទឡើងជាប់មកឲ្យខ្លួននេះបងប្អូនបាទជាប់ខ្លួនគេវាយគេទាត់គេធាក់បាទនេះគឺជារឿងរ៉ាវដែលបានកាត់ឡើងសម្រាប់លើគាត់អញ្ចឹងបងប្អូនសូមជួយចែករំលែកផងអញ្ចឹងក៏ប្រយ័ត្នប្រយែងមកអារឿងលេខទូរស័ព្ទនេះបាទតនេទេតំណគ្នាមិនទាន់ជួបមុខអីទេស្រួលបួលផងបាទប្រយ័ត្នដោយគាត់បាទខៀវភ្នែកខៀវខ្លួនជាប់អីអស់តែយើងក៏សង្ឃឹមថាសមត្ថកិច្ចនឹងតាមចាប់អ្នកដែលមានបកលរបួសស្នាមទៅលើគាត់ហើយយ៉ាងណាយើងក៏អត់ទាន់ដឹងថារឿងនេះស៊ីជម្រៅយ៉ាងណាដែរដោយសារតែមកតែពាក្យបាទមកតែគាត់ធ្វើការបញ្ជាក់ហើយសម្រាប់ភាគីម្ខាងទៀតយើងក៏អត់ទាន់ដឹងថារឿងហ្នឹងស៊ីដើមចោមយ៉ាងម៉េចយើងក៏អត់ទាន់ដឹងដែរយើងនឹងរងចាំ